សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនដល់ប្រមាណ 5.6% ក្នុងឆ្នាំ 2023 នេះក្រសួងកិច្ចការនារីសូមអំពាវនាវដល់ទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នាសូមប្រកាន់យកការដោះស្រាយដោយជៀសវាងការប្រើប្រាស់ពាក្យសម្ដីជាប្រមាថខេត្តកំពង់ចាមត្រូវប្រកាសជាខេត្តអស់មីនទី 7 គាំទ្រពីគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបត្រផ្ដោតដីសមត្ថភាពបង្កើតស្នាមញញឹមចាប់បានហើយជនសង្ស័យចំនួន 3 នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2023 ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រំដែនកម្រិតសារាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់សមត្ថកិច្ចចាប់បានឲ្យគិតកោបាញ់សម្លាប់ជនបរទេសនៅចំណុចមុខអគារ The Park ផ្លូវក្រសួងការបរទេសក្រុម 77 ភូមិ 14 សង្កាត់ទន្លេបាសាក់សូមជម្រាបសួរទេសនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់ព័ត៌មានរបស់ TVJSC សម្រាប់ថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2023 សម្រាប់ថ្ងៃនេះមានព័ត៌មានសំខាន់ៗដែលលើកយកមកបង្ហាញលោកអ្នកដែលព័ត៌មានជាដំបូងនេះផងដែរតកតងទៅនឹងសេដ្ឋកិច្ចកម្ពុជាដែលសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនដល់ប្រមាណ 5.6% ក្នុងឆ្នាំ 2023 នេះឧបរដ្ឋមន្ត្រីអូពាន់មនីរដ្ឋរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថាជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញពេញលេញបានឆាប់នឹងការកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនតាមរយៈការដាក់ចេញនូវវិធានការសុខាភិបាលសេដ្ឋកិច្ចនិងសង្គមបានគ្រប់ជ្រុងជ្រោយនិងប្រតិកលាគ្នាបានជួយសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងឆាប់ចេញពីកំណើនអវិជ្ជមានក្នុងឆ្នាំ 2020 តែកំណើនវិជ្ជមានប្រមាណជា 3% ក្នុងឆ្នាំ 2021 និងបន្តកើនឡើងដល់ប្រមាណជា 5.2% ក្នុងឆ្នាំ 2022 ព្រមទាំងត្រូវបានព្យាករណ៍នឹងបន្តកើនឡើងដល់ប្រមាណជា 5.6% ក្នុងឆ្នាំ 2023 នេះឧបនាយករដ្ឋមន្ត្រីអូពាន់មនីរដ្ឋរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងនាព្រឹកថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2023 ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2022 និងលើទិសដៅការងារឆ្នាំ 2023 ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងឱកាសនេះឧបនាយករដ្ឋមន្ត្រីអូពាន់មនីរដ្ឋបានជំរុញឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនបន្តខិតខំដោះស្រាយបញ្ហាប្រឈមនិងពន្លឿនការងារមួយចំនួនទៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របានចប់សពគ្រប់និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឲ្យមានប្រសិទ្ធភាពឧបនាយករដ្ឋមន្ត្រីបានជំរុញដល់ក្រសួងសាធារណការនិងដឹកជញ្ជូនយកចិត្តទុកដាក់ពន្លឿននីតិវិធីក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបមន្តសំខាន់ៗដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយលើកកម្ចីសម្បទានជាមួយនឹងភាគីមិត្តជាពិសេសគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េផ្សារចាស់ជ្រួយចង្វាអរិយស័ព្ទដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី 9 ខែធ្នូឆ្នាំ 2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីឲ្យគម្រោងដ៏មានសារៈសំខាន់នេះអាចចាប់ផ្ដើមដំណើរការបានដោយរលូនតាមរយៈការគ្រងទុកដែលនឹងមិនត្រឹមតែជួយលើកសម្រស់និងតែទីភ្ញៀវទេសចរនៅរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងនឹងក្លាយទៅជានិមិត្តរូបដ៏លេចធ្លោមួយរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរចាសសូមបន្តទៅកាន់ព័ត៌មានមួយទៀតផងដែរដែលតកតងជាមួយនឹងខាងក្រសួងកិច្ចការនារីវិញម្ដងដែលបានអំពាវនាវសូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នាគឺសូមប្រកាន់យកការដោះស្រាយដោយជៀសវាងការប្រើពាក្យសម្ដីជេរប្រមាថក្រសួងកិច្ចការនារីសូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នាសូមប្រកាន់យកការដោះស្រាយដោយជៀសវាងការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថអសុរោះអសិលធម៌ដើម្បីដោះស្រាយបញ្ហាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងទៅថ្មីនេះគឺមានការលេចឡើងនៅបាតុភិបនៃការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យអសុរោះប្រាជ្ញសុជីវធម៌និងសិលធម៌តាមបណ្ដាញទំនាក់ទំនងសង្គមដែលបង្គោលមួយចំនួនតូចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរព្រមទាំងធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលជានិច្ចការតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់និងការពារសិទ្ធិស្ត្រីគ្រប់រូបដោយគ្មានការរើសអើងអ្វីឡើយក្រសួងកិច្ចការនារីសូមសម្ដែងនូវការសោកស្ដាយនិងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាពនិងទង្វើទាំងឡាយណាដែលមានចរិតហិង្សាអសិលធម៌ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងតម្លៃរបស់ស្ត្រីខ្មែរព្រមទាំងផ្ដល់ជាគំរូមិនល្អសម្រាប់យុវជនយុវតីកុមារាកុមារីជំនាន់ក្រោយ
ដែលជាទំពាំងស្នូលឫស្សីនិងសសរទ្រូងរបស់ប្រទេសជាតិក្រសួងកិច្ចការនារីសូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នាសូមប្រកាន់យកនៅការដោះស្រាយដោយសន្តិវិធីជៀសវាងការប្រើប្រាស់ពាក្យសម្ដីជាប្រមាថអសរោះអសិលធម៌ដើម្បីដោះស្រាយបញ្ហាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាថ្មីម្ដងទៀតក្រសួងកិច្ចការនារីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ដែលបានសម្ដែងការមិនពេញចិត្តសម្ដៅរួមចំណែកការពារកិត្តិយសនិងមុខមាត់របស់ប្រទេសជាតិនិងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសនឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភិបអសកម្មទាំងឡាយសម្ដៅលើកកម្ពស់សិលធម៌សង្គមសេចក្តីថ្លៃថ្នូររបស់ប្រជាជនខ្មែរព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរឲ្យកាន់តែល្អផូរផង់តទៅមុខទៀតជាបន្តទៅកាន់ព័ត៌មានមួយទៀតផងដែរដែលនៅខាងខេត្តកំពង់ចាមវិញម្ដងតាក់ទងជាមួយនឹងមីនដែរនៅពេលនេះផងដែរអបអរសាទរសម្រាប់ខេត្តកំពង់ចាមដែលត្រូវប្រកាសជាខេត្តអស់មីនទី7គាំទ្រពីគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបត្រផ្ដោតដីសុវត្ថិភាពបង្កើតស្នាមញញឹមថ្ងៃទី16ខែកុម្ភៈឆ្នាំ2023ខេត្តកំពង់ចាមត្រូវបានប្រកាសជាខេត្តអស់មីនក្រោមការគាំទ្រគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបត្រផ្ដោតដីសុវត្ថិភាពបង្កើនស្នាមញញឹមក្រោមអធិបតីភាពឯកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតនាយករងទុកកល័យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិតំណាងដល់ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចអនុប្រធានទី1អាញាធមីនបានគូបញ្ជាក់ថាខេត្តកំពង់ចាមគឺជាខេត្តទី7ត្រូវបានប្រកាសជាខេត្តអស់មីនបន្ទាប់ពីខេត្តស្ទឹងត្រែងខេត្តកែបខេត្តព្រៃវែងភ្នំពេញខេត្តព្រះសីហនុនិងខេត្តត្បូងឃ្មុំដែលត្រូវបានប្រកាសជារាជធានីខេត្តអស់មីនក្នុងឆ្នាំ2022កន្លងទៅនេះឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថាបន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោនាយករដ្ឋមន្ត្រីអាជ្ញាធរមីនបានពង្រាយកម្លាំងបោះសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ចាប់ពីថ្ងៃទី1ខែសីហាឆ្នាំ2022ដើម្បីធ្វើការបោះសម្អាតមីនដែលបានដឹងឲ្យអស់ក្នុងខេត្តចំនួន5រួមមានខេត្តកំពង់ចាមខេត្តកំពង់ឆ្នាំងខេត្តស្វាយរៀងខេត្តតាកែវនិងខេត្តកំពតដោយប្រើប្រាស់ថវិកាពីគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនដំណាក់កាលទី1សម្រាប់ការអនុវត្តគម្រោងសម្ដេចតេជោនៅខេត្តកំពង់ចាមនិងឈានដល់ការប្រកាសជាខេត្តអស់មីននាថ្ងៃនេះអង្គភាពស៊ីម៉ាក់បានធ្វើការបោះសម្អាតមីនចុងក្រោយក្នុងទំហំផ្ទៃដីសរុបចំនួន 0.97 គីឡូម៉ែត្រក្រឡាស្មើនឹង11ចម្ការមីនដែលឡែកខេត្តចំនួន4ទៀតរួមមានខេត្តកំពង់ឆ្នាំងខេត្តស្វាយរៀងខេត្តតាកែវនិងខេត្តកំពតនឹងត្រូវប្រកាសផងដែរជាខេត្តអស់មីនមុនចូលឆ្នាំខ្មែរខាងមុខនេះគិតត្រឹមខែធ្នូឆ្នាំ2022ផ្ទៃដីសង្ស័យមានមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តកំពង់ចាមសរុបប្រមាណជាង 46.2 គីឡូម៉ែត្រក្រឡាស្មើនឹង349ចម្ការមីនគ្រាប់ត្រូវបានបោះសម្អាតរួចដោយរកឃើញនិងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន 1406 គ្រាប់មីនប្រឆាំងរថក្រោះ142គ្រាប់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត 63574 គ្រាប់ដោយប្រតិបត្តិការជាតិចំនួន2រួមមានអង្គភាពស៊ីម៉ាក់និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទោះបីជាខេត្តកំពង់ចាមត្រូវបានប្រកាសជាខេត្តអស់មីនដែលយើងបានដឹងនាថ្ងៃនេះខេត្តកំពង់ចាមនៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀតប្រមាណជាង67គីឡូម៉ែត្រក្រឡាស្មើនឹង390ចម្ការគ្រាប់ទៀតស្ថិតនៅពីពេញខេត្តចាបន្តទៅកាន់ព័ត៌មានមួយទៀតដែលពាក់ព័ន្ធជាមួយនឹងព័ត៌មានសន្តិសុខសង្គមវិញម្ដងដែលចាប់បានហើយជនសង្ស័យចំនួន3នាក់ដែលពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2023ហើយត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញគឺបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់តាមប្រព័ន្ធព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យចំនួន3នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2023ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2023វេលាម៉ោង 21:00 នាទីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះងិនច័ន្ទពិសិដ្ឋភេទប្រុសអាយុ18ឆ្នាំក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបពពួកចំនួន2នាក់បានគេចខ្លួនទៅក្រុងប៉ោយប៉ែតលុះដល់ថ្ងៃទី16ខែកុម្ភៈឆ្នាំ2023កម្លាំងជំនាញការិយាល័យបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ខត់ខ្លួនបានជនសង្ស័យចំនួន2នាក់បន្ថែមទៀតនៅចំណុចខាងមុខផ្ទះលេខ4ផ្លូវលំភូមិក្បាលស្ពាន1សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់3នៅចំណុចមុខក្រុមហ៊ុន Goldwell Capital ផ្លូវ215ភូមិ8សង្កាត់វាវងខណ្ឌ7មករារាជធានីភ្នំពេញកាលពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2023វេលាម៉ោង 16:00 នាទីហើយចំពោះជនសង្ស័យដែលឃាត់ខ្លួនចំនួន3នាក់នោះទី1ឈ្មោះងិនច័ន្ទពិសិដ្ឋភេទប្រុសអាយុ18ឆ្នាំទី2ឈ្មោះងើយច័ន្ទស៊ីថេតហៅចាក់ភេទប្រុសអាយុ18ឆ្នាំទី3ឈ្មោះថាច់សុបញ្ញាហៅញ៉ាហៅសីហាភេទប្រុសអាយុ19ឆ្នាំបច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើនិងកម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីជាទស្សនិកជនជាទីមេត្រីយើងឈានមកដល់ព័ត៌មានចុងក្រោយដែលតកតងជាមួយនឹងករណីជនបរទេសបាញ់សម្លាប់ជនបរទេសវិញម្ដងដែលសមត្ថកិច្ចគឺចាប់បានហើយជាមួយនឹងឃាតករដែលបានបាញ់សម្លាប់ជនបរទេសនៅចំណុចមុខអគារ The Park នៅផ្លូវក្រសួងការបរទេសក្រុម78ភូមិ14សង្កាត់ទន្លេបាសាក់យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2023វេលាម៉ោង 22:30 នាទីយប់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រំប្រទានកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់នៅចំណុចមុខអគារ The Park ផ្លូវក្រសួងការបរទេសក្រុម78ភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនភ្នំពេញកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2022វេលាម៉ោង 23:40 នាទីយប់ជនសង្ស័យឈ្មោះស្វា Joseph ហៅ Vanessa Jason ហៅ Wilson Alan Bradley ហៅ Spider James ភេទប្រុសអាយុ31ឆ្នាំជនជាតិអង់គ្លេសទីលំនៅនិងមុខរបរមិនទាន់ដឹងចំពោះវត្ថុតាងដែលដកហូតនោះគឺមានអាវុធខ្លីមួយដើមម៉ាក Roger ពណ៌ខ្មៅកាំបិតបត់មួយដើមបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីជាទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានរបស់ TVJSC ក៏បានដល់ពេលវេលាផងដែរនាងខ្ញុំនិងក្រុមការងារទាំងអស់សូមអរគុណច្រើនសូមជម្រាបលា